សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពជាទីមេត្រីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជូនសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពក្រោយបទជបាញ់ដោយគិតចាប់ពីម៉ោង6ព្រឹកថ្ងៃទី13រហូតមកដល់ម៉ោង6ព្រឹកថ្ងៃទី14ខែមករាឆ្នាំ2026ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិជ្រាបថាសកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបណ្ដាលឲ្យមានផលប៉ះពាល់និងការខូចខាតនៅក្នុងខេត្តចំនួន7រួមមានខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កោះកុងនិងខេត្តសៀមរាបបើគិតចាប់ពីម៉ោង6ព្រឹកថ្ងៃទី13មកដល់ម៉ោង6ព្រឹកថ្ងៃទី14ខែមករាឆ្នាំ2026នេះបច្ចុប្បន្នភាពនៃស្ថានភាពរួមមានជាអាច1ស្ថានភាពពលរដ្ឋភៀសឹកមានពលរដ្ឋភៀសឹកចំនួន5101នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញដូច្នេះក្នុងចំណោមពលរដ្ឋភៀសឹកសរុប640,000ជាងមានបងប្អូនប្រជាពលរដ្ឋជិត5សែននាក់បានវិលត្រឡប់ទៅលំនៅឋានវិញពលរដ្ឋភៀសឹកបន្តស្នាក់នៅជំរំមានចំនួន15,146នាក់ក្នុងនោះស្ត្រីចំនួន78,012នាក់និងកុមារ49,119នាក់ពលរដ្ឋភៀសឹកខ្លះបានវិលទៅដល់ភូមិករមែនហើយក៏ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅជំរំភៀសខ្លួនឬបណ្ដោះអាសន្នជាថ្មីទៀតដោយសារតែផ្ទះសម្បែងបានរងការខូចខាតខ្ទេចខ្ទីរៀបដល់ដីនិងពោពេញដោយសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរបស់ភាគីថៃ2ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋានខេត្តរតនមានជ័យមានសាលារៀន231មន្ទីរពេទ្យឬមណ្ឌលសុខភាព34រដ្ឋបាលខេត្ត1មន្ទីរអង្គភាពជុំវិញខេត្ត33រដ្ឋបាលស្រុក5អង្គភាពកងកម្លាំងមានសមត្ថកិច្ចថ្នាក់ក្រុងស្រុកចំនួន10រដ្ឋបាលឃុំសង្កាត់23និងប៉ុស្តិ៍នគរបាលរដ្ឋបាល23បានបើកដំណើរការឡើងវិញគណៈសាលារៀនចំនួន40មន្ទីរពេទ្យឬមណ្ឌលសុខភាព7រដ្ឋបាលនៅថ្នាក់សង្កាត់1និងប៉ុស្តិ៍នគរបាលរដ្ឋបាល1បានបន្តបិទផ្អាកខេត្តបន្ទាយមានជ័យមានសាលារៀនចំនួន5និងមន្ទីរពេទ្យឬមណ្ឌលសុខភាព1បន្តបិទផ្អាកគណៈអង្គភាពផ្ដល់សេវាសាធារណៈនៅថ្នាក់ខេត្តក្រុងស្រុកនិងឃុំសង្កាត់បានបើកដំណើរការឡើងវិញខេត្តព្រះវិហារមានសាលារៀនចំនួន29និងមន្ទីរពេទ្យឬមណ្ឌលសុខភាព14នៅបន្តបិទផ្អាកគណៈសាលារៀនចំនួន32មន្ទីរពេទ្យឬមណ្ឌលសុខភាព12និងអង្គភាពផ្ដល់សេវាសាធារណៈនៅថ្នាក់ស្រុក1និងឃុំសង្កាត់6បានបើកដំណើរការឡើងវិញ3ផលប៉ះពាល់នឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលនៅពុំទាន់ទទួលបានថ្មីដូច្នេះបើគិតចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកការខូចខាតទ្រព្យសម្បត្តិឯកជនសរុបរួមមានផ្ទះ435ខ្នងអគារស៊ីវិលឯកជន7អគារស្នាក់នៅឬសណ្ឋាគារ10ស្ថានីយ៍ប្រេងឥន្ធនៈ3ផ្សារឯកជន1រថយន្ត34គ្រឿងម៉ូតូ8គ្រឿងលានទិញដំឡូង1អគារឃ្លាំងទំនិញ1បង្គោលអង់តែនទូរស័ព្ទ3អាងទឹកនិងប្រព័ន្ធទឹកស្អាត6កន្លែងជង្រុកស្រូវ1និងសត្វពាហនៈឬសត្វព្រៃ2ក្បាលការខូចខាតទ្រព្យសម្បត្តិសាធារណៈសរុបរួមមានសាលារៀន25មន្ទីរពេទ្យឬមណ្ឌលសុខភាព9សំណង់អគារ42វត្តអារាម17សាលាឆទាន1រូបសំណាក1រថយន្ត1គ្រឿងប្រាសាទបុរាណ4ស្ពានចំនួន5ផ្សារ1ផ្លូវ32ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី1ទីតាំងនិងបណ្ដាញបញ្ជូនអគ្គិសនី3កន្លែងគណៈអាជ្ញាធរមូលដ្ឋានបន្តស្រង់ទិន្នន័យផលប៉ះពាល់បន្ថែម4កិច្ចអន្តរាគមន៍រៀបចំផ្ទះសម្បែងនិងភូមិករប្រជាពលរដ្ឋភៀសឹកខេត្តព្រះវិហារកំពុងចុះស្រង់ផលប៉ះពាល់នឹងការខូចខាតព្រមទាំងបន្តឧបត្ថម្ភគាំទ្រពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះខេត្តរតនមានជ័យមានភូមិចំនួន84ពុំទាន់អាចឲ្យពលរដ្ឋចូលទៅរស់នៅបានគណៈមន្ត្រីកំពុងរៀបចំផ្ទះនិងភូមិករពលរដ្ឋ172ភូមិខេត្តបន្ទាយមានជ័យអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធកំពុងរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នជូនពលរដ្ឋដែលពុំទាន់អាចចូលរស់នៅផ្ទះចំនួន2735គ្រួសារ
ខេត្តបាត់ដំបងអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធកំពុងបន្តនាំអំណោយនិងចុះត្រួតពិនិត្យទីតាំងផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ខេត្តពោធិ៍សាត់អាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ពលរដ្ឋដែលវិលត្រឡប់មកលំនៅឋានវិញក្រៅពីនេះអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធគ្រប់មូលដ្ឋានបានកំពុងបន្តសហការផ្សព្វផ្សាយអំពីនៃការផលប៉ះពាល់និងគ្រោះថ្នាក់បណ្ដាលមកពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជារួមមកដល់ពេលនេះក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់និងតាមដានសភាពការវិវត្តនៅសមរភូមិមុខជាប់ជាប្រចាំនិងប្រគៀកស្មារជាមួយកងយុទ្ធពលខេមរៈភូមិន្ទដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីស្របច្បាប់ជាមួយគ្នានេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្រសួងក៏បានបន្តដាក់ចេញវិធានការថ្មីបន្ថែមទៀតដើម្បីរួមចំណែកជំរុញការស្ដារជីវភាពប្រជាពលរដ្ឋឡើងវិញស្របតាមការបដិញ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលដែលកំពុងពិនិត្យវាយតម្លៃនិងដោះស្រាយកិច្ចការអត្ថិភាពសំខាន់ក្នុងនោះរួមទាំងការស្ដារឡើងវិញជាបន្ទាន់នៅសេវាសាធារណៈចាំបាច់ស្ថានភាពបំណុលនិងផលប៉ះពាល់ទៅលើផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋក្រសួងក៏បាននឹងកំពុងបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈនៅតាមរដ្ឋបាលខេត្តក្រុងស្រុកនិងឃុំសង្កាត់ជាពិសេសការផ្ដល់សេវាអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មឡើងវិញជូនប្រជាពលរដ្ឋដែលបានបាត់បង់ខូចខាតឬបំលាស់ទីឬដោយការបំផ្លិចបំផ្លាញពីយោធាថៃក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់ចំពោះជំហររបស់រាជរដ្ឋាភិបាលដែលផ្ដល់តម្លៃលើសន្តិភាពព្យាយាមដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីស្របតាមលក្ខណៈបច្ចេកទេសជាមួយនឹងការអនុវត្តតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងជាពិសេសការបញ្ជាក់ច្បាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថាកម្ពុជានឹងមិនធ្វើសម្បទាននៅអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយដោយជនរួមជាតិគ្រប់រូបត្រូវបន្តលើកកម្ពស់ស្មារតីស្នេហាជាតិប្រឹងឈរខ្លួនឯងខិតខំខ្លួនឯងនិងពង្រឹងភាពជាម្ចាស់ការខ្លួនឯងដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើងផ្អែកលើកម្លាំងមហាសាមគ្គីនិងស្មារតីស្នេហាជាតិដ៏មោះមុតយើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបានមិនថាឧបសគ្គធំប៉ុណ្ណាឡើយទន្ទឹមនឹងគ្នានេះដែរក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមគោរពស្ញប់ស្ញែងចំពោះសារប្រកបដោយម៉ឺងម៉ាត់ប្រកាសនិយមដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើជូនជនរួមជាតិកាលពីយប់ថ្ងៃទី13ខែមករានេះថាគន្លឹះសំខាន់របស់ជាតិយើងនាពេលនេះគឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិនិងការបដិញ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះឲ្យคล้ายទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិនិងគោលដៅដ៏ពិសិដ្ឋរបស់ជាតិពោលគឺការរួមសាមគ្គីភាពគ្នាជាទ្រង់មួយដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើងនិងធ្វើឲ្យជាតិខ្មែរយើងបានរឹងមាំស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូបជាមួយគ្នានេះនិងចំពោះមុខនេះយើងមានភាពចាំបាច់ក្នុងការរួបរวมសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការបដិញ្ញាចិត្តរួមរបស់ជាតិដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យនិងលុបបំបាត់ភាពអសកម្មទាំងឡាយក្នុងសង្គមដែលធ្វើឲ្យជាតិចុះខ្សោយបន្ថែមពីនេះក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាគោរពអនុវត្តអនុសាសន៍ប្រកបដោយសុច្ឆន្ទៈរបស់សម្ដេចធិបតីដែលបានសង្កត់ធ្ងន់ថាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាកិច្ចការអត្ថិភាពក្នុងរបៀបវរៈនយោបាយរបស់រាជរដ្ឋាភិបាលពុំមែនជាការចៃដន្យឡើយហើយការដាក់ចេញនៅវិធានការម៉ឺងម៉ាត់និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកជាសក្ខីភាពមួយនៃការអនុវត្តការបដិញ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះដែលជាក្តីកង្វល់រួមរបស់កម្ពុជាតំបន់និងពិភពលោកក្នុងនាមសេនាធិការរាជរដ្ឋាភិបាលលើការងារអនុវត្តច្បាប់និងគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ក្រសួងមហាផ្ទៃសូមអំពាវនាវជនរួមជាតិ
មន្ត្រីរាជការអាជ្ញាធរមូលដ្ឋានកងកម្លាំងមានសមត្ថកិច្ចនិងក្រសួងស្ថាប័នពាក់ព័ន្ធដៃគូជាតិអន្តរជាតិរួបរวมសហការក្នុងស្មារតីព្រលឹងប្រជាជាតិតែមួយលុបបំបាត់រាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាឧក្រិដ្ឋកម្មសកលបានកំពុងកើតមានក្នុងពិភពលោកខ្ញុំកាលណាខ្ញុំសូមអនុញ្ញាតបញ្ចប់សូមក្រាបថ្វាយបង្គំលានិងសូមគោរពលា